ភ្លឺនៅក្នុងភ្នែករបស់យោហើយនាងដកដង្ហើមថាមពលឡើងក្នុងខ្លួនរបស់នាងបានទេដៃរបស់នាងទល់នឹងទ្វារដែកលុបបំបត្តិពន្លឺពណ៌ក្រហមបានផ្ទុះចេញពីបាតដៃរបស់នាងប៉ះទ្វារយ៉ាងខ្លាំងទោះជាយ៉ាងណាទិដ្ឋភាពនៃការបាត់ខ្លោងទ្វារដែលគេរំពឹងទុកមិនបានកើតឡើងនោះទេផ្ទុយទៅវិញភ្លើងក្រហមប្រៀបដូចជាបុកជញ្ជាំងដែលមើលមិនឃើញស្ទុះងើបភ្លាមធ្វើឲ្យដៃរបស់ឈ្នោស្ពឹកហើយនាងក៏ធ្លាក់ចូលទៅក្នុងព្រិលប្រព័ន្ធព្រមានថាដងស៊ីទេវត្ថគោលដែលខ្ពស់ពេកនឹងត្រូវបានការពារដោយថាមពលកម្រិតខ្ពស់ការពង្រឹងលំហរបស់មកអ៊ីស៊ីនកម្រិតបច្ចុប្បន្នលើសមួយមិនអាចលុបបំបាត់ការលុបបំបាត់ដោយបង្ខំតម្រូវឲ្យមានការប្រើប្រាស់កម្លាំងជីវិតឈ្នោសម្លឹងមើលដោយភាពមិនជឿនៅមាត់ទ្វារដែលមិនអាចផ្លាស់ប្ដូរបានប្រព័ន្ធរបស់ខ្ញុំខ្លាំងជាងគេហេតុអ្វីមិនអាចបើកទ្វារបានសំណើចរបស់ខ្ញុំបានកើតឡើងតាមរយៈនាងនិយាយភ្លេចប្រាប់អ្នកទ្វារនេះធ្វើឲ្យខ្ញុំចំណាយអស់5លានហើយប្រព័ន្ធរបស់ខ្ញុំកើតឡើងដើម្បីប្រឆាំងនឹងរបស់អ្នកឥឡូវបាត់ទៅគុំធ្វើព្រើនៅមាត់ទ្វារខ្ញុំវាគ្មិនបានកាត់ចេញស្រាប់តែភ្លើងលិចនៅពីលើខ្លោងទ្វារស្រាប់តែឆាប់ឆេះយ៉ាងសន្ធោសន្ធៅធ្នឹមខ្វាក់ពីភ្លឺចំមុខធ្វើឲ្យពួកគេមិនអាចបើកភ្នែកបានឆ្លោអង្គុយនៅលើព្រើដោយមានអារម្មណ៍ថាត្រជាក់ដែលជ្រាបចូលដល់ឆ្អឹងរបស់នាងដោយសម្លឹងមើលទៅទ្វារដែលមិនចេះបើកដោយបានជួបប្រទះជាលើកដំបូងនៅអារម្មណ៍អស់សង្ឃឹមពិតប្រាកដកន្លះម៉ោងបានកន្លងផុតទៅឆ្លោនិង Ryan មិនបានចាក់ចេញទេដោយសាររថយន្តខូចពួកគេអាចពួនបានតែក្នុងកន្លែងដែលមានខ្យល់បក់ជ្រកនៅមាត់ទ្វាររោងចក្រតែយើងធ្វើអ្វីខ្ញុំមិនអាចមានអារម្មណ៍ថាជើងរបស់ខ្ញុំទេបូមាត់របស់ឆ្លោបានប្រែទៅជាពណ៌ស្វាយងឹតរោមភ្នែករបស់នាងគ្រប់ដណ្ដប់ដោយគ្រីស្តាល់ទឹកកក Ryan កាន់តែអាក្រក់ទៅគាត់បានផ្ដល់ឲ្យឆ្លោនៅសម្លៀកបំពាក់របស់គាត់ហើយឥឡូវរាងកាយរបស់គាត់ញ័រយ៉ាងខ្លាំងភ្នែកគាត់ចាប់ផ្ដើមស្រឡាំងកាំងគុំដេកប្រសិនបើអ្នកគេងអ្នកនឹងមិនភ្ញាក់ទេពីខាងលើមកក្លិនក្រអូបដ៏សម្បូរបែបអាចធ្វើឲ្យព្រលឹងអ្នកចេញពីរាងកាយរបស់អ្នកបានយ៉ាងរំភើយចង់បានខ្លះទេខ្ញុំឈរនៅលើដំបូលជាន់ទី2ដោយកាន់ចានឆ្នាំងដែលមិនទាន់ចប់អេថានសូមឲ្យខ្ញុំមួយកែវស៊ុបក្តៅមួយចានទីបំផុតរ៉េនដួលលុតជង្គង់ក្នុងព្រើហើយក្រវ៉ាត់មុខឡើងលើខ្ញុំថែមទាំងបានបង្រៀនអ្នកពីបាល់បោះពីមុនមកដើម្បីជាប្រយោជន៍ដល់អតីតកាលសង្គ្រោះខ្ញុំសាច់ហើយយកសាច់គោមួយដុំដែលទើបតែចម្អិនថ្មីពេលអ្នកចាក់សោខ្ញុំនៅខាងក្រៅពីមុនអ្នកនិយាយពីអតីតកាលទេបន្ទាប់មកខ្ញុំបានលែងដៃរបស់ខ្ញុំហើយសាច់គោដែលហៀប្រេងនោះបានធ្លាក់នៅពីមុខអ្នកទាំងពីរចូលទៅក្នុងព្រើខ្វាក់រ៉េនស្ទុះទៅចាប់វាដោយចិត្តណាប៉ុន្តែឆ្លោលឿនជាងមុនដោយចាប់យកដុំសាច់ដែលគ្រប់ដោយព្រើនោះហើយរុញវាចូលមាត់នាងដោយផ្ទាល់ដោយលេបវាដោយមិនទំពាភាពកក់ក្ដៅនោះធ្វើឲ្យនាងធ្ងោដោយការពេញចិត្តឆ្ងាញ់បាត់ល្អណាស់ទឹកភ្នែកស្រក់លើមុខរបស់ឆ្លោតាំងពីញ៉ាំអីក៏បាត់ទៅប្រព័ន្ធសុវត្ថិភាពរបស់ខ្ញុំបានរកឃើញមិត្តតូចមួយចំនួនដែលតាក់ទាញដោយក្លិននាពេលនេះមុនពេលអ្នកទាំងពីរអាចប្រតិកម្មភ្នែកពណ៌បៃតងភ្លឺជាច្រើនគូបានលេចចេញជារូបរាងនៅក្នុង Blazer ដែលនៅឆ្ងាយហើយសម្លេងធ្ងោទាបដែលបក់មកលើខ្យល់ពួកវាជាឆ្កែខ្មៅឆៅរត់ Ryan បានប្រតិកម្មយ៉ាងលឿនបំផុតដោយចាប់ឆ្លោហើយព្យាយាមរត់គេចប៉ុន្តែដីសុទ្ធតែទឹកកកនិងព្រើហើយអ្នកទាំងពីរបានរអិលដួលទាំងមុខដួលទៅនឹងដីឆ្កែសំប៊ីដំបងបានលូកមុខទៅមុខហើយក្បាលពោះរបស់វាតម្រង់ត្រង់ផ្លូវរបស់ Ryan ជួយ Ethan ជួយខ្ញុំ Ryan បញ្ចេញសម្លេងចោះត្រចៀកខណៈដែលវាទាត់ឆ្កែយ៉ាងអស់សង្ឃឹមប៉ុន្តែសត្វនោះមិនមានអារម្មណ៍ឈឺចាប់ឡើយក្នុងគ្រាដ៏លំបាកនេះភាពសាហាវមួយបានឆ្លងកាត់ភ្នែករបស់ Ryan ភ្លាមនោះគាត់បានចាប់ឆ្លោនៅក្បែរគាត់ហើយរុញនាងដោយបង្ខំឆ្ពោះទៅមាត់ឆ្កែខណៈពេលដែលរមៀលចេញទៅកន្លែងសុវត្ថិភាពតើអ្នកកំពុងធ្វើអ្វីឆ្លោស្រែកដោយភ័យខ្លាចធ្គាមដែលខូចហៀបនឹងហើយករបស់នាងនៅក្នុងការបំបែកទីពីររវាងជីវិតនិងការស្លាប់សភាពគត់នៃការរស់រានមានជីវិតបានយកឈ្នះការភ័យខ្លាចឆ្ងល់បានបិទភ្នែកនៅលើក្បាលរបស់ឆ្កែដែលមានសួតខណៈដែលរូបតំណាងពណ៌ក្រហមនៅក្នុងចិត្តរបស់នាងបានបញ្ចេញពន្លឺយ៉ាងគួរឲ្យភ័យខ្លាចនាងក្រហមក្នុងចិត្តបំបត្តិចោលក្បាល Mastiff Tibet ដ៏ធំត្រូវបានលុបចោលទាំងស្រុងត្រឹមតែ1 សង់ទីម៉ែត្រពីច្រមុះរបស់ឆ្លោមានតែសាកសពគ្មានក្បាលបានធ្លាក់យ៉ាងធ្ងន់ធ្ងរទៅលើឆ្លោស្ទើរតែបុកខ្យល់ចេញពីសួតរបស់នាងម្ចាស់ផ្ទះត្រូវបានលុបចោលបទពិសោធន៍មីតលំដាប់ទី1ទទួលបាន10ពិន្ទុការព្រមានអំពីការថយចុះកម្លាំងឆ្លោមានអារម្មណ៍ថាកម្លាំងរបស់នាងបានហៀចេញចក្ខុវិស័យរបស់នាងងឹតហើយនាងស្ទើរតែដួលសន្លប់ប៉ុន្តែនាងបានរួចជីវិតកម្មវិធីតូចនេះកំពុងមានការចាប់អារម្មណ៍ខ្ញុំបន្ទាបកែវយិត្តភាពសប្បាយរីករាយក្នុងភ្នែករបស់ខ្ញុំដោយសារអ្នកមិនចង់ចាក់ចេញខ្ញុំសូមបង្ហាញអ្នកឆ្ពោះទៅរកសេចក្តីសង្គ្រោះសម្លេងខ្ញុំបន្លឺឡើងម្ដងទៀតដោយមានការបញ្ចុះបញ្ចូលរបស់បិសាច200ម៉ែត្រខាងកើតមានស្តង់សន្តិសុខនោះគឺជាឱកាសតែមួយគត់របស់អ្នកក្នុងការរស់រានមានជីវិតនៅយុគនេះ